ជំរាបសួរដល់ពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាជាពិសេសយុវជននិងយុវនារីដែលមានបំណងចង់មកធ្វើការនៅប្រទេសកូរ៉េឲ្យបានជ្រាបនេះហើយនៅពីក្រោយប្រាក់ខែពាន់ដែលបងប្អូនអ្នកសិក្សាភាសាកូរ៉េមានបំណងចង់មកធ្វើការតោះមកមើលការងារមួយប្រភេទផ្នែកឧស្សាហកម្មដូចតទៅនេះជាប្រភេទម៉ាស៊ីនខាត់ស្បែកគោគេផលិតស្បែកដើម្បីនាំចេញទៅក្រៅប្រទេសឥឡូវវាបានខូចគេយកមកឲ្យរោងចក្រខាងខ្ញុំជួសជុលឡើងវិញធ្វើការបាញ់ថ្នាំនិងដំឡើងអ្វីដែលខូចខាតហើយខ្ញុំបាទកំពុងតែខាត់ជ្រះយ៉ាងហុយទលោមដោយមានរបាំងមុខនិងម៉ាស់ការពារផងដែរសម្លៀកបំពាក់វិញមិនបាច់និយាយទេបងប្អូននិយាយពីឡើងដូចជាប្រែតអញ្ចឹងហើយការងារនេះវាមានការគ្រោះថ្នាក់ជាខ្លាំងព្រោះយើងបានធ្វើការបាញ់មកស៊ូតលាងសម្អាតវាអាចនឹងប៉ះពាល់ដល់ស៊ូតផងដែរឥឡូវនេះខ្ញុំបានធ្វើការលាងសម្អាតដោយប្រេងម៉ាស៊ូតក្លុកកលៀតកន្លែងណាក៏ដោយមើលទៅឲ្យវាស្អាតពេញភ្នែកដើម្បីយើងធ្វើការបាញ់ថ្នាំវាឲ្យបានស្អាតបើមិនដូច្នោះទេវានឹងបាញ់មិនជាប់ឡើយព្រោះតែសុទ្ធតែច្រេះនឹងខ្លាញ់គោជាពិសេសគឺប្រេងបូមនឹងតែម្ដងមើលសម្លៀកបំពាក់មិនបាច់និយាយទេបងប្អូនបាននិយាយពីប្រាក់ខែវិញកុំសួរនាំបងប្អូន2,50,000កាត់រួចរាល់ដល់សល់តែ1លានជាងឬ2លានតែប៉ុណ្ណោះមួយអាទិត្យធ្វើការតែ5ថ្ងៃទេតែសាយថ្ងៃអាទិត្យដេកយ៉ាងស្រួលចាប់ផ្ដើមហើយបងប្អូននិយាយពីឡាំហុយត្រឡោមតែម្ដងបាញ់កលុកកលៀតមិនថាកលុកកលៀតត្រង់ណាទេត្រូវតែបាច់ឲ្យសពបើមិនសពទេគឺវាមិនស្អាតឡើយម៉ាស៊ីនដ៏ពេញចាស់ពុករលួយឥឡូវបែរជាបាញ់ថ្នាំយ៉ាងថ្មីចាស់តែម្ដងនៅពេលដែលយើងបាញ់វារួចរាល់យើងធ្វើការដំឡើងគ្រឿងចាប់គ្រឿងបង្គុំវាចូលឡើងវិញអ្វីដែលយើងបានដោះយើងត្រូវតែរៀបវាឡើងវិញនេះជាការស្ទូចម៉ាស៊ីនស្ទូចដែលមានទម្ងន់រាប់តោនឯណោះហើយការងារមួយនេះបើយើងមិនប្រុងប្រយ័ត្នវាអាចនឹងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដូច្នេះយើងធ្វើការអ្វីយើងធ្វើការដោយប្រុងប្រយ័ត្នជានិច្ចហើយសម្រាប់ការងារមួយនេះដែរបងប្អូនយល់យ៉ាងណាដែរតើជាការលំបាកឬជាការងាយស្រួលចំណែកឯខ្ញុំវិញវាជាការងាយស្រួលទេតែអ្វីដែលមិនស្រួលនោះគឺប្រាក់ខែតិចតែប៉ុណ្្នឹងឯងហើយសម្រាប់បងប្អូនដែលមានការងារល្អជាងនេះមានម៉ោងបន្ថែមច្រើនប្រាក់ខែច្រើនជាងនេះជួយណែនាំឲ្យខ្ញុំបាទមួយផងឥឡូវនេះម៉ាស៊ីនយើងបានធ្វើការរៀបចំដឹកជញ្ជូនទៅកាន់កន្លែងដើមយើងយកពីកន្លែងណាយើងទៅដឹកជញ្ជូនទៅដាក់កន្លែងនោះវិញហើយវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជួយចុច like និង share វីដេអូនេះមួយផងបាទសូមអរគុណ